បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ឃ្លាំងឡានកូរ៉េឡៃសុផលបាទថ្ងៃនេះខ្ញុំមានរថយន្តជាច្រើនគ្រឿងដែលមាននៅក្នុងឃ្លាំងខ្ញុំបាទស្រាប់បាទមានក្នុងស្តុករៀបចំហើយជាស្រេចមកបង្ហាញបងប្អូនបាទឥឡូវចាប់ផ្ដើមបង្ហាញបងប្អូនតែម្ដងបាទរថយន្តទី1នេះប្រភេទរថយន្ត3តោនកន្លះបងប្អូនជើងក្រោម5តោនបាទជើងក្រោម5តោនទ្រង់6ម៉ែត្របងប្អូនបាទមកអែមជើងក្រោម6កែប្រាំងខ្យល់ហើយម៉ាស៊ីនត្រជាក់មានឆ្នាំ04បងប្អូនឆ្នាំខ្ពស់ទៀតប្រភេទម៉ាស៊ីនធំប្រអប់លេខធំប្រើហ្គាកាបបាទហើយប្រភេទទី2នេះប្រភេទ2តោនកន្លះមកបាំងកន្លះបងប្អូនប្រភេទម៉ាស៊ីនធំប្រអប់លេខធំណាស់បងប្អូនបាទឡើងរនាំងហើយមកចប់ដែរយកទៅប្រើតែម្ដងរួចស្រេចហើយរៀបចំបាទហើយទី3នេះប្រភេទ Bongo 3 1តោនកន្លះឆ្នាំ013បងប្អូនបាទខ្ចីញ៉ាញ់តែម្ដងរៀបចំហើយជាស្រេចតែម្ដងបាទបន្តមកទៀតនេះសាំយ៉ុងបងប្អូនឆ្នាំ2000បាទកាត់ពីម្ចាស់ដើមផ្ទាល់បាទស្អាតណាស់បងប្អូនបាទហើយប្រភេទនេះ Libro ឆ្នាំ02បងប្អូនបាទ Libro ឆ្នាំ02ប្រភេទមកបាំងកន្លះឡើងកង់ចទាសហើយបាទយកទៅប្រើតែម្ដងម៉ាស៊ីនត្រជាក់មានមកកាផ្លេឯកសារមានគ្រប់បងប្អូនណាបាទហើយនេះទីតាំងរបស់ខ្ញុំអត់ផ្ទាល់តែម្ដងបងប្អូនបាទឃ្លាំងខ្ញុំអត់ផ្ទាល់តែម្ដងគឺឃ្លាំងរបស់ Light Support ខ្ញុំអត់ផ្ទាល់តែម្ដងឥឡូវនាំបងប្អូនមើលទៀតបងប្អូនណាអាតូចនេះប្រភេទ500គីឡូប្រើហ្គាសបងប្អូនបាទ500គីឡូប្រើហ្គាសបន្ទាប់នេះគឺប្រភេទ1តោនឆ្នាំ05បងប្អូនបាទ1តោនឆ្នាំ05ហើយនឹង04ខ្ញុំមាន2គ្រឿងបាទបន្ទាប់នេះគឺឆ្នាំ04មកបាំងកន្លះហើយអាទូនោះបងប្អូនជាអៀតពេកចូលចោះបងប្អូនអាទូនេះឆ្នាំ012គេដាស់ពុនបាទទើបតែតម្លាក់មកបងប្អូនប្រភេទទូខ្ពស់ឆ្នាំ012បាទហើយនាំបងប្អូនមើលទៀតបងប្អូនបាទហើយនេះបងប្អូន Libro ដែរឆ្នាំ03បាទអានេះឆ្នាំ03មកបាំងកន្លះដែរកង់ចទាសឡើងហើយមួយសេតបងប្អូនយកទៅប្រើតែម្ដងស្អាតទឹកថ្នាំស្រីនសិនជាមានឯកសារមានគ្រប់បាទបងប្អូនអានេះប្រភេទឆ្ដោបងប្អូនឆ្នាំ02បាទឆ្នាំ02ហើយនឹងឆ្ដោមាន3គ្រឿងបងប្អូនណានេះក្នុងនេះខ្ញុំមាន3គ្រឿងបាទអាកដាលនេះឆ្នាំ04បាទឆ្ដោដែរឆ្នាំ04 Hyundai Porter ឆ្នាំ04បាទអត់តន់ដូររៀងនេះប៉ុន្តែអានេះឆ្នាំខ្ពស់ជាងគេបំផុតហើយអាបន្ទាប់ទៀតនេះគឺឆ្នាំ98បាទឆ្ដោដែរបាទ Porter ឆ្នាំ98អញ្ចឹងប្រភេទPorter ប្រភេទឆ្ដោហ្នឹងខ្ញុំមាន3ឆ្នាំ02ឆ្នាំ04និងឆ្នាំ98បាទបងប្អូនជំរឿសមួយណាក៏បានដែរហើយបន្ទាប់មកទៀតនេះបងប្អូនបាទ3គ្រឿងនេះកាន់អែមបាទអានេះប្រភេទទូដាក់ជួររោងចក្របងប្អូន3គ្រឿងប្រភេទ1តោនកន្លះបាទដែលប្រវែងទូនោះគឺ3ម៉ែត្រកន្លះសាច់ក្នុងទៅទឹង1ម៉ែត្រ7ហើយនឹងកម្ពស់1ម៉ែត្រ85បាទទាំង3គ្រឿងតែម្ដងបងប្អូនអាពណ៌ខៀវនេះឆ្នាំ04ហើយអាពណ៌សនេះឆ្នាំ03ហើយអាសលីក្រហមនោះបងប្អូនអានឹងឆ្នាំ05បាទនេះ Bongo 3ឆ្នាំ05បាទប្រភេទទូខ្ពស់ដែរដូចគ្នាទូវាស្តង់ដារសម្រាប់ជួររោងចក្របងប្អូនរថយន្តនេះត្រូវបានកែហើយបងប្អូនកែប៊ិចភ្លើងមកប៊ិចធម្មតាហើយកូនជ្រូកធម្មតាទាំងអស់ហើយបាទសិតតែស្អាតតែម្ដងបាទ3គ្រឿងនេះគឺទូស្តង់ដារតែម្ដងសម្រាប់ជួលរោងចក្របាទហើយបន្ទាប់ទៀតបងប្អូននេះអានេះ Bongo 3បាទអានេះប្រភេទទូ class A កំពុងរៀបចំបងប្អូនទូស្អាតណាស់បងប្អូនទូគេកំងបាទឆ្នាំ04មួយតោនកន្លះទូ class A បន្ទាប់មកទៀតនេះគឺឆ្នាំ05 Porter 2បាទ Porter 2ឆ្នាំ05ប្រភេទម៉ាស៊ីនធម្មតាបាទស្អាតណាស់បងប្អូនយកទៅប្រើពេញចិត្តតែម្ដងអត់មានថែមថយទៀតទេយកទៅប្រើតែម្ដងឡានខាងឃ្លាំងខ្ញុំបាទហ្នឹងបាទបន្ទាប់នេះគឺនេះដែរបងប្អូនអានេះឆ្នាំ02បាទប្រធានឆ្នាំ02ប្រើប៉ុង Mazda 2តោនបងប្អូនអាចយកទៅដឹកបាន6 7តោនបានប្រភេទ1តោនកន្លះណាបងប្អូនបាទបានឡើងទ្រុងឡើងកង់នេះហើយនេះបងប្អូនខាងលើនេះគឺសត្វតែត្រង់ហើយនឹងទូបើសិនបើបងប្អូនត្រូវការមានត្រង់ក៏មានទូក៏មាន2តោនកន្លះ3តោនកន្លះបើមានតម្រូវការខាងខ្ញុំបាទមានហើយបងប្អូនបើមានរថយន្តចង់លក់បាទចង់ដោះដូរអីបងប្អូនអាចទំនាក់ទំនងមកលេខទូរស័ព្ទទាំង3ប្រព័ន្ធនេះបានតាម Telegram បងប្អូនបាទខ្ញុំបាទនឹងចុះទៅមើលផ្ទាល់តែម្ដងហើយខ្ញុំបាទនឹងក៏មានបងរំលោះ25ខេត្តក្រុងដែរដែលលក្ខខណ្ឌនោះចូលរួមងាយបងប្អូនចូលរួមត្រឹមតែ 15% នៃថ្លៃរថយន្តបងប្អូនអាចយករថយន្តទៅប្រកបអាជីវកម្មបានហើយបញ្ជាក់មួយទៀតដែរខាងខ្ញុំបាទហ្នឹងគឺសហការជាមួយធនាគារការរំលោះហ្នឹងគឺខាងធនាគារគេអ្នកសិក្សាបាទហើយរាល់ឡានទាំងអស់ខាងខ្ញុំបាទហ្នឹងគឺឡានខ្ញុំបាទផ្ទាល់តែម្ដងមិនមានយកឡានរបស់គេយកមកផ្សព្វផ្សាយទេបងប្អូនបាទហើយទីតាំងក៏បានទីតាំងឃ្លាំងបាត់ខ្ញុំបាទផ្ទាល់ដែរបាទនេះគឺទីតាំងខ្ញុំបាទផ្ទាល់បាទ Light Support ឃ្លាំងផ្ទាល់
ហើយនេះអាចុងក្រោយនេះបងប្អូននេះ5តោនប្រភេទទូ class A អែមណាស់បងប្អូនទូវាទូប្រភេទ inox សុទ្ធតែម្ដងបាទសូមអរគុណ